on yourself then you do on your job ធ្វើការហត់នឿយលើខ្លួនឯងច្រើនជាងធ្វើការហត់នឿយលើការងារកន្លងមកមានបងប្អូនយើងមួយចំនួនគាត់យល់ច្រឡំថាធ្វើការឲ្យបានច្រើនធ្វើ work hard យើងនឹងទទួលបានជោគជ័យ work hard ពេលនេះគឺមានសំដៅថាធ្វើការហត់នឿយដោយប្រើកម្លាំងប៉ុន្តែធ្វើការហត់នឿយដោយប្រើកម្លាំងមួយមុខនេះมันគ្រប់គ្រាន់នោះទេដែលអាចធ្វើឲ្យយើងទទួលបានជោគជ័យនោះឯងមែនទេបាទបងប្អូនបងប្អូនមើលកម្មករដែលគាត់ធ្វើការ8ម៉ោង10ម៉ោង12ម៉ោងគាត់ work hard ទេបាទ work hard ប៉ុន្តែ money ដែលគាត់ទទួលបានមកវិញតិចតួចប៉ុណ្ណោះប៉ុន្តែត្រូវតែ work smart មិនអញ្ចឹងទេគេនិយាយថា work smart don't just work hard but work smart ប៉ុន្តែលោក Jim Rohn ហ្នឹងគាត់និយាយថា work hard on yourself មានន័យថាអភិវឌ្ឍខ្លួនឯងនឹងឯងបាទរៀនពីបទពិសោធន៍ខ្លួនឯងក្នុងការអភិវឌ្ឍខ្លួនឯងហ្នឹងទៅរៀនពីបទពិសោធន៍ខ្លួនឯង personal experience តើអ្នកបានធ្វើអ្វីខ្លះក្នុងរយៈពេល5ឆ្នាំកន្លងមករយៈពេល5ឆ្នាំកន្លងមកនេះយើងបានធ្វើអីខ្លះយើងរៀនពីចំណុចវិជ្ជមានហើយចំណុចអវិជ្ជមាន5ឆ្នាំកន្លងមកនេះយើងដូចជាឡងចង់មែនតែនហ្មងអញ្ចឹងយើងត្រូវមកសិក្សាមើលថាតើចំណុចអីខ្លះដែលធ្វើឲ្យយើងឡងចង់ថ្ងៃក្រោយយើងកុំធ្វើអាហ្នឹងទៀតបាទចំណុចវិជ្ជមានចំណុចណាដែលយើងធ្វើទៅទទួលបានជោគជ័យបន្តធ្វើវាតទៅទៀតខ្ញុំកំពុងតែរួមចំណែកនៅក្នុងការជួយរំលឹកបងប្អូនទាំងគ្នានឹងឲ្យមានភាព alert អំពីភាពជោគជ័យដែលយើងចង់បានទៅថ្ងៃអនាគតដូច្នេះយើងត្រូវមានកត្តាផ្សំខ្លះថាតើកន្លងមកយើងធ្វើអីខ្លះខុសធ្លាប់បរាជ័យទេធ្លាប់ទៅខាតទេធ្លាប់អញ្ចឹងថ្ងៃក្រោយយើងដឹងតែម្ដងមានបងប្អូនប្រហែលអ្នកដែលបើកអាជីវកម្មដំបូងឲ្យឡងចង់តែម្ដងមានទេបាទយើងមានដើមទុនមែនទេបាទយើងមានដើមទុនស្រាប់តែយើងមានដើមទុនយើងចង់បើកអាជីវកម្មដល់ពេលយើងបើកអាជីវកម្មទៅនេះស្រាប់តែអាជីវកម្មរបស់យើងក៏សម្រេចជោគជ័យដែរប៉ុន្តែវាអត់សល់លុយស្រាប់តែឡងចង់តែម្ដងដល់តែពេលមកមើលទៅយើងឃើញថាខ្វះខាតនៅការគ្រប់គ្រងហិរញ្ញវត្ថុខ្វះខាតនៅការគ្រប់គ្រងយើងហៅថាថ្លៃដើមចំណាយចំណូលខ្វះខាតកន្លែងហ្នឹងទើបធ្វើឲ្យឡងចង់អាជីវកម្មហ្នឹងសម្រេចប៉ុន្តែអត់លុយអញ្ចឹងយើងត្រូវ5ឆ្នាំកន្លងមកយើងមើលចំណុចអវិជ្ជមានត្រង់ណាខ្វះសមត្ថភាពនៅក្នុងការគ្រប់គ្រងផ្នែកខាងលុយកាក់អញ្ចឹង5ឆ្នាំតទៅមុខទៀតសួរថាយើងត្រូវបដោយឲ្យការងាររបស់យើងដូចអា5ឆ្នាំកន្លងមកទេអត់ទេអានេះយើងហៅថារៀនពីបទពិសោធន៍ផ្ទាល់ខ្លួននេះឯងបាទចំណុចទី1ចំណុចទី2គឺរៀនពីបទពិសោធន៍របស់អ្នកដទៃរៀនពីបទពិសោធន៍អ្នកដទៃក៏រៀនពីអ្នកជោគជ័យក៏រៀនអ្នកពីបរាជ័យដូចគ្នាអញ្ចឹងដែរកុំរៀនតែជាមួយអ្នកជោគជ័យត្រូវរៀនជាមួយអ្នកបរាជ័យផងសួរថាគេធ្វើអីបានបរាជ័យបើសិនជាមានមនុស្សម្នាក់មកនិយាយប្រាប់យើងអំពីជីវិតបរាជ័យរបស់គាត់នោះខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងគ្នាអង្គុយស្ដាប់ទៅអង្គុយស្ដាប់ចំណាយពេលស្ដាប់គាត់ទៅនោះឯងជាបទពិសោធន៍ផ្ទាល់នោះឯងដែលគាត់នឹងប្រាប់យើងថាកុំធ្វើដូចគាត់បើសិនជាធ្វើដូចគាត់នឹងទទួលបានជោគនឹងទទួលបានលទ្ធផលដូចគាត់អញ្ចឹងដែរផ្លូវនឹងដើរទៅជន់មីនគេប្រាប់ថាផ្លូវនឹងជន់មីនពីព្រោះខ្ញុំដាច់ជើងមកហើយយើងចង់សាកទេគេនិយាយថាមនុស្សឆ្លាតគឺជាមនុស្សដែលរៀនពីបទពិសោធន៍ខ្លួនឯងរៀនពី learn from the mistake our own mistake ប៉ុន្តែមនុស្សដែលវាងវៃបំផុតនោះគឺមនុស្សដែលរៀនពីបទពិសោធន៍របស់អ្នកដទៃគេទៅកន្លែងដាច់ជើងគេអរគុណហើយទៅឯសាកល្បងជំនួសអញអូខេយើងអត់ចាំបាច់ទៅមែនទេបងប្អូនអរគ្នាខ្លះគាត់ជាមនុស្សដែលចូលចិត្តលេងល្បែងខ្ញុំមិនមានន័យថាប៉ះពាល់ដល់បងប្អូនណាទេប៉ុន្តែខ្ញុំចង់និយាយថាខ្លះគាត់ចូលចិត្តលេងល្បែងហើយយើងឃើញថាគឺជីវិតរបស់គាត់គឺអារម្មណ៍អាលេរហូតតែម្ដងមិនរីកចម្រើនទៅសោះចឹងគាត់ប្រាប់យើងថាល្បែងនេះកុំលេងតែបើសិនជាយើងមិនជឿយើងសាកទៅលេងដូចគាត់ទៅនឹងទទួលបានលទ្ធផលដូចគាត់យ៉ាងណាមែនទេបាទតោះគ្នាបងប្អូននៅជាមួយខ្ញុំទេបាទខាងនេះនៅជាមួយគ្នាទេបាទពីព្រោះបងប្អូនដឹងទេថាជោគជ័យនេះវាមិនមែនជាឧបទ្ទហេតុដែលកើតឡើងដោយចៃដន្យនោះទេលទ្ធផលដែលយើងទទួលបានមកនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ
Việc cả láng đòi xa tài sẽ có một phiệp trẻ lẹ nào mùi cái này dễ ông pi chấp bắp này cause and effect chấp bắp hết nâng phò nhưng thưa ở ấy từ tua ban là tập phò nâng rất mỗi cần dễ phải trang với tha là tập phò là kia từ tua ban máu nè việc trong cắt sẽ có một phiệp trẻ lẹ mà giang tiếp kia từ tua ban là tập phò nâng ấy chắc mà sân na chỉ dương thưa từ tam ở ấy để kia thưa đúng thì một phát dương từ tua ban là tập phò đối kiaอย่างไรนี่คือสมบัติរបស់សកលជា principle of the success គោលការណ៍នៃភាពជោគជ័យគេបានចងក្រងមកមានអ្នកវិទ្យាសាស្ត្រមានទស្សនវិទូមានអ្នកជោគជ័យធំលើពិភពលោកគេចងក្រងជាសភៅគេបង្កើតឡើងជាវគ្គបណ្ដុះបណ្ដាលមកគេប្រាប់គេចែកចាយពីបទពិសោធន៍ផ្ទាល់តែម្ដងអញ្ចឹងយើងរៀនសូត្រពីអ្នកដែលជោគជ័យជាជាងរៀនសូត្រពីអ្នកដែលមិនមែនបរាជ័យអ្នកដែលគាត់អត់ធ្លាប់ប្រឡូកនៅក្នុងការងារហ្នឹងទេប៉ុន្តែគាត់បង្រៀនយើងគាត់ប្រាប់យើងអ្នកខ្លះបង្រៀនយើងឲ្យទៅរកស៊ីប៉ុន្តែគាត់អត់តែរកស៊ីទេមែនទេបាទបងប្អូនអញ្ចឹងបើសិនជាយើងសាកពិចារណាមើលថាសួរថាតើយើងរៀនសូត្រពីអ្នកដែលគេធ្លាប់ដើរទៅផ្លូវនឹងផ្ទាល់ឬមួយក៏យើងគួរតែរៀនសូត្រពីអ្នកដែលអត់ដើរទៅតែប្រាប់យើងអញ្ចឹងមានរឿងមួយនោះគេរឿងមួយដែលគ្រាន់តែយើងយកមកពិចារណាថាថ្ងៃមួយនោះមានបរិសម្នាក់គាត់ដើរតាមផ្លូវមួយនៅតាម footpath ណាតាមចាមផ្លូវហ្នឹងស្រាប់តែគាត់ជ្រុះកូនសោគាត់ទៅក្នុងអាងទៅក្នុងអាកន្លែងលូទឹកមួយដ៏ធំទៅអាលូទឹកមួយដ៏ធំប៉ុន្តែលូហ្នឹងមានទឹកហើយគ្រាន់តែធ្លាក់ចូលទៅប៉ុណ្ណាងងឹតឈឹងតែម្ដងគាត់ក៏គិតមើលថាត្រូវធ្វើម៉េចចេះដើម្បីដោះស្រាយបញ្ហាហ្នឹងគាត់ក៏នឹកឃើញអូទៅជួបដុកទ័រម្នាក់សិនទៅជួបដុកទ័រម្នាក់អញ្ចឹងបើសិនទៅជួបដុកទ័រប្រកាសជាចេញអា prescription មកឲ្យយើងហ្នឹងមិនអញ្ចឹងចេញអាអីគេហៅអុកដណ្ដង់មកឲ្យយើងអញ្ចឹងអុកដណ្ដង់ដែលដុកទ័រនឹងចេញមកគឺថាអាចជួយរកកូនសោគាត់បានទេអត់បានទេមិនអញ្ចឹងទេបាទហើយគាត់ក៏នឹកឃើញចុះឡើងគាត់ក៏ទៅជួបខាងវិស្វករម្នាក់ដែលមានបទពិសោធន៍ខ្ពស់ដែលគាត់ឲ្យតម្លៃទៅលើគាត់ជាខ្លាំងអញ្ចឹងទៅជួបវិស្វករប្រកាសជាគាត់ប្រាប់អំពីរបៀបនៃការសង់អគារមួយផ្សេងមិនអញ្ចឹងបងប្អូនអរគ្នាសួរថាតើអាការណែនាំនៃការសង់អគារផ្សេងនេះអាចជួយឲ្យគាត់រើសកូនសោនឹងបានទេអត់ទេប៉ុន្តែគាត់មកផ្លែនោះស្រាប់តែគាត់ជួបបរិសម្នាក់មកគាត់ប្រាប់ទៅបរិសថាអូខេចាំខ្ញុំជួយអ្នកឯងមកចុះទៅមួយខ្ញុំប៉ុន្តែបរិសដែលម្ចាស់កូនសោនោះប្រាប់ថា no ចុះទៅយ៉ាងម៉េចពីព្រោះកន្លែងហ្នឹងវាងឹតហៅមិនឃើញទៅវាងឹតបរិសម្នាក់នោះគាត់ប្រាប់ថាកុំបារម្ភខ្ញុំធ្លាប់ចុះទៅប្រហែលដងមកហើយកន្លែងហ្នឹងអូខេមកតាមខ្ញុំងាយស្រួលជាងឯងបងប្អូនអរគ្នានេះឯងដែលយើងចង់និយាយថារៀនសូត្រពីអ្នកដែលជោគជ័យរៀនសូត្រពីអ្នកដែលជោគជ័យបាទអូខេចឹងនៅក្នុងការអភិវឌ្ឍខ្លួនឯងនេះយើងអាចរៀនសូត្រពីបទពិសោធន៍អ្នកដទៃទាំងអ្នកជោគជ័យទាំងអ្នកដែលបរាជ័យផងដែរអូខេរៀនពីអ្នកដទៃនេះតាមរយៈការសង្កេតមើលតាមរយៈការស្ដាប់តាមរយៈការអានផ្សេងសង្កេតមើលគេធ្វើអីសង្កេតមើលគេធ្វើអីគេបញ្យល់ចែកចាយបទពិសោធន៍របស់គេមកយើងនេះឯងអានបងប្អូនប្រហែលណាដែលចូលចិត្តអានសភៅនៅទីនេះបាទអូមែនតើបាទសូមកោតសរសើរបងប្អូនអរគ្នានោះមានន័យថាយើងមានទីផ្សារអ្នកដែលចូលចិត្តអានសភៅច្រើនចំពេលដែលខ្ញុំមានគោលបំណងនាំយកសភៅសំខាន់មកលក់តែម្ដងយើងមានទីផ្សារក្រុមការងាររបស់យើងអូខេបាទខ្ញុំជាមនុស្សម្នាក់ដែលមិនចូលចិត្តអានសភៅតតែសោះកាលពីជាង6ឆ្នាំមុនគឺខ្ញុំបានអានសភៅតតែសោះស្ថិតនៅក្នុងតែសន្តាគារចេញពីអូតែលមកល្ងាចឡើងមានតែទូរស័ព្ទរកគ្នានេះវើយក្រេកក្រង់ទៅនេះនោះវើយអីស៊ុបឆ្នាំងដីអីសាច់គោអាំងភ្នំភ្លើងអីគេបៀកាដិនអីសពបែបយ៉ាងដល់កាលពីជាង12ឆ្នាំមុននោះទៀតហ្នឹងណាគឺ happy life មែនតើ happy life មែនតើបងប្អូនទាំងនេះបងប្អូនសម័យមើលថាស្ថិតនៅក្នុងសន្តាគារនិងទេសចរជាកន្លែង entertainment ហើយខ្ញុំពេលខ្លះខ្ញុំ control នៅអា night club ពេលយប់ទៅថតទៀតផងដែរ happy មែនតើតែម្ដងឲ្យខ្ញុំទៅអានសភៅមិនប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្ដើម turn twist បន្តិចគាត់ថាមូលសេរីអាអង្គតែនខ្ញុំបន្តិចពុបស្រាប់តែលែងចង់អាកន្លែងនោះមកចង់ជាងគេអានសភៅហ្នឹងឯងឥឡូវនៅពីមនុស្សម្នាក់ដែលអត់ចូលចិត្តអានសភៅតតែសោះមកខ្លាយទៅជាមនុស្សម្នាក់ដែលជក់នឹងអាសភៅហ្នឹងជួនកាលភរិយារបស់ខ្ញុំសួរថាម៉េចអានអត់ញ៉ាំបាយឥឡូវជ្រើសរើសស្រវៀងសភៅនឹងអូនអត់បងឯងជ្រើសរើសមួយណារហូតទៅដល់អញ្ចឹងវិញបងប្អូនឃើញហើយនៅផ្ទះរបស់ខ្ញុំពេលនេះមានគេហៅថាបណ្ណាគារតូចមួយបណ្ណាឡាយតូចមួយនៅក្នុង
ផ្ទះរបស់ខ្ញុំសិតតែសភៅបងប្អូនណាបើសិនសភៅណាដែលបងប្អូនចង់អានអត់មាននៅលក់នៅទីផ្សារបងប្អូនអាចតាក់ទងខ្ញុំអាចសុំខ្ចីពីខ្ញុំបានអូខេបងប្អូនគ្នាបាទអរគុណច្រើនសភៅសិតតែសភៅអំពី business សភៅតាក់ទងទៅនឹងការផ្លាស់ប្ដូរផ្នត់គំនិតសភៅសពបែបយ៉ាងអស់ CD DVD ចំណាយលុយយ៉ាងច្រើនពីកន្លែងហ្នឹងខ្ញុំវាទៅជាជក់កន្លែងហ្នឹងតែម្ដងហើយដល់ពេលដែលយើងមើលឃើញកន្លែងហ្នឹងពុបហើយអ្វីដែលខ្ញុំបានហើយអាចចែកចាយទៅបងប្អូនពេលនេះខ្ញុំជឿជាក់ថាវាចេញមកពីអ្វីដែលមាននៅក្នុងនេះហើយអ្វីដែលមាននៅក្នុងនេះគឺដោយសារតែអ្វីដែលខ្ញុំដាក់បញ្ចូលទៅនឹងឯងកន្លែងនេះគឺជាឧទាហរណ៍តូចមួយដែលខ្ញុំចង់ចែកចាយជូនបងប្អូនអរគ្នាថាបើសិនជាវាពាក់ព័ន្ធទៅនឹងការអភិវឌ្ឍខ្លួនឯងនោះគឺការអានសភៅនេះគឺខ្ញុំលើកទឹកចិត្តបងប្អូនអរគ្នាប៉ុន្តែការអានសភៅគឺគ្រាន់តែឲ្យបងប្អូនអរគ្នាអំបញ្ញមិញភ្លេចសួរខ្ញុំសួរថាចូលចិត្តអានសភៅប៉ុន្មានអ្នកភ្លេចសួរថាចូលចិត្តអានសភៅអីភ្លេចសួរកន្លែងហ្នឹងមានអ្នកខ្លះចូលចិត្តអានប្រឡោមលោកមានអ្នកខ្លះចូលចិត្តអានរឿងអីគេរឿងកំ pl ឬអីផ្សេងហ្នឹងទៅខ្ញុំចង់និយាយអំពីសភៅដែលពាក់ព័ន្ធនឹងការអភិវឌ្ឍខ្លួនឯងទស្សនវិជ្ជាសភៅ business សភៅហិរញ្ញវត្ថុអីផ្សេងអានអាសភៅហ្នឹងតោះនេះបាទបងប្អូនគ្នាបើសិនទៅផ្ទះខ្ញុំរកសភៅប្រឡោមលោកខ្ញុំអត់មានទេណាប្រឡោមលោកអត់មានទេពីព្រោះបងប្អូនដឹងទេថានៅពេលដែលយើងអាននេះយើងវាគួរក្បាលរបស់យើងនឹងដកជាប់ថតចម្លងនៅអ្វីដែលយើងអានហ្នឹងតែម្ដងប៉ុន្តែយើងត្រូវតែមានទម្លាប់អានឲ្យចប់កុំអានពី3ទំព័រខ្លះទៅបើកមើលអា chapter ផ្សេងទៀតគេនិយាយអីបើកអូអញ្ចឹងហើយសន្និដ្ឋានអូប្រហែលជាគេនិយាយប៉ុណ្ណឹងអូចប់ហើយអញ្ចឹងកុំអានបែបហ្នឹងឲ្យសោះអានហើយអានទៀតមួយថ្ងៃមួយទំព័រពីរទំព័របានហើយមួយថ្ងៃមួយទំព័រពីរទំព័រខ្ញុំគ្រាន់តែចែកចាយពីបទពិសោធន៍របស់ខ្ញុំណាបងប្អូនអរគ្នាមិនបង្កើតទេណាខ្ញុំដឹងថាបងប្អូនអានច្រើនទេប៉ុន្តែគ្រាន់តែខ្ញុំចង់ចែកចាយបន្ថែមថាមួយថ្ងៃអានមួយទំព័រពីរទំព័រមួយទំព័រពីរទំព័រប៉ុន្តែអានឲ្យយល់ថាគេនិយាយពីអីកន្លែងហ្នឹងកុំប្រញាប់ទៅមុខទោះបីតែមួយក្បាលហ្នឹងចំណាយពេល3ខែឲ្យចប់ក៏ដោយពីព្រោះយើងមិនមែនគ្រាន់តែអានឲ្យដឹងតែប៉ុណ្ណោះណាតែត្រូវអានឲ្យយកអាខ្លឹមសារនៅខាងក្នុងហ្នឹងយកមកអនុវត្តនៅក្នុងជីវិតរបស់យើងតែម្ដងទើបវាមានការផ្លាស់ប្ដូរតោះនេះបាទបងប្អូននៅជាមួយខ្ញុំទេបាទអូខេអញ្ចឹងអានេះគឺយើងស្ថិតនៅក្នុងគន្លឹះទី2គន្លឹះទី2និយាយអំពីគន្លឹះទី2និយាយអំពីអីបាទការអភិវឌ្ឍខ្លួនឯងហើយការអភិវឌ្ឍខ្លួនឯងយើងពេលនេះយើងកំពុងនិយាយអំពីការអភិវឌ្ឍខ្លួនឯងតាមរយៈការដែលយើងរៀនសូត្រពីបទពិសោធន៍របស់អ្នកដទៃរៀនសូត្រពីបទពិសោធន៍របស់អ្នកដទៃយើងសង្កេតមើលឃើញថាត្រូវសង្កេតមើលគេធ្វើបាទស្ដាប់ហើយនឹងអានសភៅផងដែរខ្ញុំសួរបងប្អូនអរគ្នាថាបើសិនណាជាយើងមានឱកាសរស់នៅឬមួយក៏ដើរចិត្តអ្នកដែលគាត់ធ្វើមុខជំនួញដល់ជោគជ័យបងប្អូននឹងមានឱកាសคล้ายទៅជាអ្នកមុខជំនួញដល់ជោគជ័យដូចគាត់ដែរទេបាទមានឱកាសទេបាទនឹងមានឱកាសដូចគ្នាយ៉ាងដែរដូច្នេះនេះសំខាន់ណាស់ពីព្រោះយើងដើរជាមួយគាត់យើងនឹងឃើញគាត់ធ្វើអីគិតអីហេតុអីពេលហ្នឹងគេសម្រេចចិត្តអាហ្នឹងហេតុអីគេធ្វើអញ្ចឹងនេះអានេះសំខាន់បាទ